រត្រីសាន់សាញពាក់បางកក់បានការដាក់ហាត់ពាក់នៅបางកក់នេះគឺវាអត់ដូចនៅ Start Olympic ទេ Start Olympic គឺពោពេញទៅដោយអ្នកហាត់ប្រាណហើយមានលើមានក្រោមអញ្ចឹងណាហើយបើនៅនេះជុំវិញកន្លែងដែលយើងដើរហាត់ប្រាណសិតតែហាងពេលរាត្រីហាងផឹកស៊ីល្ងាចឡើងហើយត្រូវយើងនេះមានគីឡូធំទៀតគីឡូធ្ងន់ទៀតឃើញហាងឃើញអីបែបនេះមិននិយាយទេស្ទាត់តែមកហើយបើថាទប់មិនបានទេហូបទៅយើងដើរបានច្រើនគីឡូដែរតានេះទីតាំងសម្រាប់ក្មេងលេងនៅពេលល្ងាចឡើងប៉ុន្តែដូចអត់ទៅមានមនុស្សស្ងាត់បើជួយយវ៉ាដូចជាមានមនុស្សច្រើនព្រោះសម្រាប់នៅទីនេះដូចគេមានអារម្មណ៍ថាស្ងាត់មិនសូវមានមនុស្សអញ្ចឹងណាហើយខ្ញុំដើរនៅបางកក់នេះបានមួយជុំហើយអញ្ចឹងខ្ញុំឆ្ពោះពីបางកក់យើងទៅទីតាំង Start Olympic ថ្ងៃនេះខ្ញុំដើរយកធ្វើម៉េចយ៉ាងតិចឲ្យបាន5គីឡូហើយបើសិនជាអាចទៅរួចគឺខ្ញុំដើរពី Start Olympic ទៅស្ទឹងជ័យទៀតទៅដល់ផ្ទះម្ដងគឺអត់ជិះកង់3អត់ជិះអីទេ